នេះគឺជាបរាស៊ីតដែលបញ្ជាខួរក្បាលហើយនឹងរាងកាយរបស់សត្វល្អិតសត្វប្រភេទនេះវាអាចគ្រប់គ្រងខួរក្បាលរបស់សត្វដទៃទៀតនៅក្នុងខ្លួនសត្វកណ្ដូបយាជីនេះមានការរស់នៅដង្កូវបរាស៊ីតម្យ៉ាងគេហៅថាដង្កូវព្រាត់វាអាចរស់នៅរាប់សប្តាហ៍ឬក៏រាប់ខែហើយវាលូតលាស់ដោយស្ងៀមស្ងាត់ខណៈពេលដែលសត្វកណ្ដូបនៅតែរស់នៅធម្មតាដោយមិនដឹងខ្លួនហើយរាងកាយរបស់វាគឺអាចប្រើប្រាស់ធ្វើជាកន្លែងស្នាក់របស់ដង្កូវបរាស៊ីតទាំងនេះក៏ប៉ុន្តែនៅពេលដែលដង្កូវទាំងនេះវាត្រៀមខ្លួនរួចរាល់ដើម្បីចាកចេញវាមិនមែនចោះទម្លុះឬក៏ចេញមកខាងក្រៅតាមរយៈលាមករបស់សត្វទាំងនេះទេវាធ្វើវិធីម្យ៉ាងគឺការគ្រប់គ្រងតែម្ដងពពួកសត្វកណ្ដូបយីជីនេះស្រាប់តែមានបំណងយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានតាមធម្មជាតិរបស់វាក៏ចាប់ផ្ដើមដើរទៅរកប្រភពទឹកតាមធម្មតាកណ្ដូបយីជីដែលមានសុខភាពល្អវាតែងតែនៅជាឆ្ងាយអំពីទឹកព្រោះវាខ្លាចស្លាប់បើទោះបីជាវាដឹងថាទីនោះគឺគ្រោះថ្នាក់ក៏ដោយក៏ប៉ុន្តែវានៅតែដើរទៅរកទឹកដដែលនៅពេលដែលទៅដល់មាត់ទឹកដង្កូវបរាស៊ីតនេះក៏បញ្ជាវាជាលើកចុងក្រោយតែធ្វើឲ្យកណ្ដូបនេះនឹងលោតចុះទៅក្នុងទឹកនៅពេលដែលសត្វល្អិតបានលង់ទឹកស្លាប់ដង្កូវព្រាត់នេះក៏បានចេញមកក្រៅទាំងមានជីវិតវាហែចូលទៅក្នុងទឹកដើម្បីបន្តពូជនិងបន្តវដ្តជីវិតរបស់វាបន្តទៀតចំណែកឯសត្វកណ្ដូបនោះក៏ស្លាប់ទៅក៏ប៉ុន្តែដង្កូវបរាស៊ីតនេះនៅមានជីវិតនេះគឺជាឧទាហរណ៍មួយដែលគួរឲ្យខ្លាចបំផុតនៃការគ្រប់គ្រងខួរក្បាលនៅក្នុងធម្មជាតិដែលការរស់រានមានជីវិតមិនពឹងផ្អែកទៅលើកម្លាំងបាយនោះទេក៏ប៉ុន្តែវាពឹងផ្អែកទៅលើការគ្រប់គ្រងទាំងស្រុង